នឹងបោះសម្រាប់ទស្សនាកំសាន្តជាច្រើនទីទាំងអស់នេះមានតែនៅក្នុង DTV HD បងដើម្បីទទួលបានប៉ុស្តិ៍ច្រើនមានជាង200ប៉ុស្តិ៍ការរណបថៃធំ4និងផុតកំណត់ប្រើប្រាស់នៅថ្ងៃទី31តុលា2019សូមអរគុណអាប់ក្រេត OTA តាមផ្កាយរណបថៃខំ8ម៉ាស៊ីនស៊េរី 3902 S2 T2 ចុចមេនុយហើយរំកិលរករូបកូនសោជ្រើសរើសអាប់ក្រេតតាម OTA រួចចុចOK របៀបអាប់ក្រេត OTA តាមផ្កាយរណបថៃខំ8ម៉ាស៊ីនស៊េរី 3510 ដូចមួយជួរចុចមេនុយហើយរំកិលយករូបផែនដីរើសពាក្យ SW Upgrade OTA រួចសូមជម្រាបជូនអតិថិជនទាំងអស់ឲ្យបានជ្រាបចាប់ពីថ្ងៃទី22ខែមីនា DTV HD ជាថ្មីបានមកដល់ថ្មីទៀតហើយមានតែ DTV តែមួយគត់ដែលអាចទស្សនាបានក្នុងកម្រិត HD 1080p និងមានប៉ុស្តិ៍ច្រើនជាង200ប៉ុស្តិ៍ដែលមានទាំងប៉ុស្តិ៍ខ្មែរនិងមានតែ DTV ដែលអាចទស្សនាបានក្នុងកម្រិត HD 1080p និងមានប៉ុស្តិ៍ច្រើនជាង200ប៉ុស្តិ៍ដែលមានទាំងប៉ុស្តិ៍ខ្មែរនិងប៉ុស្តិ៍បរទេសនៅក្រុមទស្សនាប៉ុស្តិ៍ទូរទស្សន៍មិនច្បាស់ធ្វើអ្វីទៀតសេចក្តីជូនដំណឹងក្រុមហ៊ុន DTV យើងខ្ញុំមានការកែសម្រួលផ្នែកបច្ចេកទេសចាប់ពីថ្ងៃទី7មករាឆ្នាំ2020នេះតទៅដូចនេះរាល់ម៉ាស៊ីន DTV គ្រប់ស៊េរីទាំងអស់សូមធ្វើការអាប់ដេតនោះម៉ាស៊ីនលោកអ្នកនឹងទទួលបានសេចក្តីជូនដំណឹងម៉ាស៊ីន DTV ស៊េរីចាស់មួយចំនួនប្រើបានលើស5ឆ្នាំអាចមានបញ្ហាស្មាតកាតតែក៏មានម៉ាស៊ីន DTV ស៊េរីចាស់មួយចំនួនទៀតដែលអាចប្រើបានលើស10ឆ្នាំមានបងសេវាប្រចាំខែនៅទ្រាំទស្សនាប៉ុស្តិ៍ទូរទស្សន៍មិនច្បាស់ធ្វើអ្វីទៀត DTV ល្អជាងច្បាស់គ្រប់ប៉ុស្តិ៍ទស្សនាបានទូទាំងប្រទេសសេចក្តីជូនដំណឹងលោកអ្នកអាចយកម៉ាស៊ីន DTV ចាស់ៗឬខូចនិងម៉ាស៊ីនផ្កាយរណបគ្រប់ប្រភេទមកបដូរយកម៉ាស៊ីន DTV HD តាមរយៈតំណាងចែកចាយទូទាំងប្រទេសដោយការថែមលុយក្នុងតម្លៃពិសេសនិងប៉ុស្តិ៍បរទេសមិនមានបងសេវាប្រចាំខែតែនៅទ្រាំទស្សនាប៉ុស្តិ៍ទូរទស្សន៍ដែលមិនច្បាស់ធ្វើអ្វីទៀត DTV ល្អជាងច្បាស់គ្រប់ប៉ុស្តិ៍ទស្សនាបានទូទាំងប្រទេស